សម្រាប់ប្រៀបដូចជាផ្កាអញ្ចឹងផ្កាបន្ទាប់ពីរីកហើយគឺវាសពោនមានន័យថាវានឹងធ្លាក់សម្រាប់មកវាបន្តិចម្ដងមនុស្សយើងក៏ដូចគ្នាសម្រាប់របស់យើងនឹងប្រែប្រួលទៅតាមពេលវេលាប្រែប្រួលទៅតាមអាយុនិងតាមវ័យប៉ុន្តែអ្វីដែលមិនប្រែប្រួលអ្វីដែលរក្សានៅនោះគឺគុណតម្លៃនិងគុណធម៌ហើយជាពិសេសទៀតគឺការផ្ដល់នៅការគោរពនិងក្តីស្រឡាញ់ចំពោះគ្នាដោយមិនផ្ដោតទៅលើសម្រាប់ខាងក្រៅប៉ុន្តែគឺយើងមើលឃើញសម្រាប់ពីខាងក្នុងមានន័យថាអត្តចរិតគុណធម៌ឬគុណតម្លៃរបស់បុគ្គលរៀងៗខ្លួនហើយអ្វីដែលជាពិសេសនោះទៀតខ្ញុំគិតថាជារឿងអស្ចារ្យនៅពេលដែលយើងរួមរស់នៅជាមួយនរណាម្នាក់ដែលមើលឃើញគុណតម្លៃខាងក្នុងរបស់យើងរួមរស់នៅជាមួយនរណាម្នាក់ដែលចេះគោរពឲ្យតម្លៃយើងលើកកម្ពស់យើងមិនត្រឹមតែសម្រាប់ខាងក្រៅនោះទេប៉ុន្តែលើកកម្ពស់យើងមើលឃើញគុណតម្លៃខាងក្នុងរបស់យើងនេះគឺជាបុណ្យកុសលដ៏ធំធេងហើយអរគុណច្រើន